អស់លោកស្រីដែលតាមដានសារព័ត៌មានថ្មីថ្ងៃនេះខ្ញុំនឹងក្រុមការងារកំពុងតែស្ថិតនៅច្រកអូស្មាច់ហើយនៅទីតាំងខាងក្រោយនេះខ្ញុំគឺជាកាស៊ីណូដែលខាងភិគីថៃបានបាញ់បំផ្លិចបំផ្លាញហើយនៅទីនេះប្រជាពលរដ្ឋបានជំនះទៅកាន់ទីសុវត្ថិភាពអស់ហើយនៅថ្ងៃទី24ខែកក្កដាឆ្នាំ2026នេះគឺជាគម្រប់ខួប1ឆ្នាំដែលយោធាថៃបានបើកការវាយប្រហារមកលើកម្ពុជាដោយកម្លាំងប្រដាប់អាវុធហើយនៅទីនេះខាងច្រកអូស្មាច់នេះគឺរងការប៉ះពាល់យ៉ាងដំណំហើយយើងអាចមើលឃើញបានទៅខាងផ្សារថ្មអូស្មាច់នោះគឺមានការខូចខាតច្រើនដែលអាជីវករនៅទីនោះប្រមាណជា600តូបត្រូវបានខូចខាតច្រើនមែនទែនយើងអាចទៅមើលទស្សនវិជ្ជានៅខាងក្នុងនឹងទាំងអស់គ្នាបានចាស់ហើយយើងនឹងទៅជួបជជែកជាមួយនឹងបុគ្គលិកដែលគាត់ជាអ្នកធ្វើការបម្រើការនៅក្នុងអាកាស៊ីណូនេះផ្ទាល់ដែលរងការប៉ះពាល់ដែលមកដល់ពេលនេះគាត់នៅតែបន្តនៅតំបន់នេះដដែលដោយសារតែផ្ទះរបស់គាត់នៅទីនេះហើយគាត់បានរងការប៉ះពាល់ធ្វើឲ្យការងាររបស់បុគ្គលិកកាស៊ីណូនឹងត្រូវបានផ្អាកទាំងស្រុងរួមទាំងការងាររកស៊ីផ្សេងរបស់គាត់ផងដែរចាស់ឥឡូវយើងទៅជួបគាត់ទាំងអស់គ្នាពីមុនបងរកអីដែរពីមុនខ្ញុំបុគ្គលិកធ្វើការកាស៊ីណូចាតបមកយើងជួបបញ្ហាព្រំដែនហ្នឹងក៏អត់បានធ្វើការទៅពេលគេបាញ់ចូលកាស៊ីណូហ្នឹងបងមិនដែរទស្សនវិជ្ជាពេលហ្នឹងភ័យពេលហ្នឹងបងកំពុងធ្វើអីពេលដែលបាញ់នេះគឺកាស៊ីណូយើងហ្នឹងដូចជាបាត់ហើយអញ្ចឹងយើងនៅលក់ដូរតាមទីផ្សារខាងក្រោមនេះទេតែគាត់ថាពេលផ្លោងយើងនៅទាំងភ័យអញ្ចឹងណាបានរត់គេចខ្លួនទេពេលហ្នឹងខ្ញុំអត់បានចុះទេខ្ញុំនៅនេះតាំងពីថ្ងៃទី8រហូតដល់ថ្ងៃទី11ពេលល្ងាចប្រលប់ខ្ញុំចុះទៅដោយសារវាផ្លោងខ្លាំងពេកអញ្ចឹងបងគាត់ឲ្យយើងជលៀសខ្លួនចុះមួយរយៈសិនដោយសារថាគាត់ផ្លោងច្រើនអញ្ចឹងតខ្ញុំចុះទៅប្រហែលជាបានមួយថ្ងៃខ្ញុំឡើងមកវិញមកនៅការពារផ្ទះសម្បែងខ្លួនឯងដោយសារថាមើលទៅវាព័ត៌មានដូចថាថៃវាចូលក្នុងផ្ទះប្រជាពលរដ្ឋយកនេះយកនោះអញ្ចឹងណាអញ្ចឹងយើងមានអារម្មណ៍មួយខ្លាចថាគេចូលដល់ផ្ទះយើងដែរចាកន្លែងតំបន់ធ្លាប់រស់នៅមានក្តីសុខហើយដល់ពេលមកជួបនឹងក្រៀមអញ្ចឹងក៏អត់ដាច់ចិត្តចង់ផ្ទះទេបងរយៈពេល1ឆ្នាំវាបងជួបអីខ្លះជួបជឿចាប់ច្រើនណាបងទាំងឈឺចាប់ទាំងជឿចាប់ទាំងពិបាកសពបែបយ៉ាងទាំងអស់ពីមុនអត់ទាន់មានសង្គ្រាមយើងនៅនេះដូចជាការរស់ស៊ីអីរីកចម្រើនទៅមុខហ្នឹងបងតែដល់ពេលយើងទៅមកជួបបញ្ហានឹងសង្គ្រាមទៅធ្វើឲ្យយើងពិបាកមែនតើហ្មងទី1ការហុកចុកទី2ត្រូវទៅលួចបង់ធនាគារទៀតនេះគេអត់លក្ខណៈគេពជាយើងតែយើងត្រូវទៅបង់ការប្រាក់ឲ្យគេហ៎បងអញ្ចឹងចាវាពិបាកដោយសារទី1ឥឡូវរកអីអត់បានធ្វើអីអត់កើតសម្បីការលក់ដូរក៏លក់អត់ដាច់កើតមុខរបរបន្តិចបន្តួចក៏លក់អត់ដាច់សល់រហូតដល់អញ្ចឹងវាពិបាកទៅណាអត់កើតបងចេញចូលកន្លែងនេះរាល់ថ្ងៃមានបារម្ភភ័យខ្លាចអីទេភ័យខ្លាចដែរតែត្រូវតែមកទាំងភ័យខ្លាចមកនេះមកបងមកមើលផ្ទះមកធ្វើការមកមើលផ្ទះផងអីផងអញ្ចឹងណាចាយើងចេះតែបានមកមើលផ្ទះខ្លះអីខ្លះទៅនៅព្រោះដោយសារថាតំបន់នេះជាតំបន់ដែលយើងធ្លាប់រស់នៅមានក្តីសុខវាជាទឹកដីដែលយើងស្រឡាញ់បំផុតអញ្ចឹងយើងមិនអាចទៅចោលនៅកន្លែងហ្នឹងបានទេតែចង់ឲ្យតែសុខទេវាស្រួលបួនទៅចរចាគ្នាត្រូវទៅដើម្បីកុំឲ្យមានសង្គ្រាមជាលើកទី3ទៀតអញ្ចឹងណាចា